នារសៀលថ្ងៃពុធ4កើតខែចេឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី20ខែឧសភាឆ្នាំ2026ឯកឧត្តមឆៃរតទីសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទរួមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំក្រសួងមន្ត្រីបច្ចេកទេសក្រសួងនិងមន្ទីរអភិវឌ្ឍជនបទខេត្តអញ្ជើញចុះទៅពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវចំនួន6ខ្សែនៅក្នុងខេត្តពោធិ៍សាត់ដែលមានដូចខាងក្រោមខ្សែទី1ឈ្មោះផ្លូវភូមិបាគូផ្ទះស្រែជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ2ជាន់ DBST និងក្រាលបេតុងដែលមានប្រវែងសរុប 7.61 គីឡូម៉ែត្រទទឹង7ម៉ែត្រនិងមានការសាងសង់នៅសំណង់សិល្បកម្មមួយចំនួនតភ្ជាប់ពីភូមិផ្ទះស្រែឃុំស្វាយលួងទៅកាន់ភូមិបាគូឃុំស្រែស្តុកស្រុកកណ្ដៀងដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន 1113 គ្រួសារស្មើនឹង 3875 នាក់និងអ្នកទទួលផលដោយប្រយោលមានចំនួន 4592 គ្រួសារស្មើនឹង 17696 នាក់ផ្លូវនេះបានចាប់ផ្ដើមសាងសង់កាលពីខែឧសភាឆ្នាំ2025មកដល់បច្ចុប្បន្នសម្រេចបានលទ្ធផល 87% ខ្សែទី2ឈ្មោះផ្លូវវត្តព្រះធាតុភូមិថ្មីជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ2ជាន់ DBST និងផ្លូវក្រាលបេតុងមានប្រវែងសរុប 5.37 គីឡូម៉ែត្រទទឹង7ម៉ែត្រនិងមានសំណង់សិល្បកម្មមួយចំនួនតភ្ជាប់ពីភូមិបាគូទៅដល់ភូមិធ្លាអំពិលឃុំស្រែស្តុកស្រុកកណ្ដៀងដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន916 គ្រួសារស្មើនឹង 3258 នាក់និងអ្នកទទួលផលដោយប្រយោលមានចំនួន6865 គ្រួសារស្មើនឹង 11025 នាក់ខ្សែផ្លូវនេះចាប់ផ្ដើមសាងសង់កាលពីខែសីហាឆ្នាំ2025ដល់បច្ចុប្បន្ននេះសម្រេចបានលទ្ធផល 47 កណ្ដាប់សញ្ញា 93% ខ្សែទី3ឈ្មោះផ្លូវស្ថានីយ៍ធ្លកបឹងចកជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ2ជាន់ DBST និងក្រាលបេតុងមានប្រវែងសរុប 11 គីឡូម៉ែត្រទទឹង7ម៉ែត្រមានសំណង់សិល្បកម្មមួយចំនួនតភ្ជាប់ពីភូមិស្ថានីយ៍ឃុំកណ្ដៀងទៅដល់ភូមិបឹងចកឃុំស្យាស្រុកកណ្ដៀងដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន 1747 គ្រួសារស្មើនឹង 6538 នាក់និងអ្នកទទួលផលដោយប្រយោលមានចំនួន 2277 គ្រួសារស្មើនឹង 8351 នាក់ផ្លូវនេះបានចាប់ផ្ដើមសាងសង់កាលពីខែសីហាឆ្នាំ2025មកដល់បច្ចុប្បន្ននេះសម្រេចបានលទ្ធផល 53 កណ្ដាប់សញ្ញា 48% ខ្សែទី4ឈ្មោះផ្លូវបន្ទាយត្រោកកំពង់សម្បួរជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ2ជាន់ DBST និងក្រាលបេតុងមានប្រវែងសរុប 4.27 គីឡូម៉ែត្រទទឹង8ម៉ែត្រនិងមានសំណង់សិល្បកម្មមួយចំនួនតភ្ជាប់ពីភូមិបន្ទាយត្រោកឃុំស្រែស្តុកទៅដល់ភូមិបឹងឈូកឃុំកណ្ដៀងស្រុកកណ្ដៀងដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន842 គ្រួសារស្មើនឹង 3152 នាក់និងអ្នកទទួលផលដោយប្រយោលមានចំនួន 6963 គ្រួសារស្មើនឹង 28330 នាក់ផ្លូវនេះចាប់ផ្ដើមសាងសង់កាលពីខែសីហាឆ្នាំ2025មកដល់បច្ចុប្បន្ននេះសម្រេចបានលទ្ធផលប្រមាណជា 44 កណ្ដាប់សញ្ញា 4% ផ្លូវទាំង4ខ្សែខាងលើនេះស្ថិតនៅក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករនិងពាណិជ្ជពាណិជ្ជកម្មកសិកម្មដែលហៅកាត់ថាសម្បត្តិនៃក្រសួងអភិវឌ្ឍជនបទដោយប្រើប្រាស់នៅហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជានិងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម IFAD ធនាគារវិនិយោគអឺរ៉ុប EIB និងមូលនិធិវិនិយោគអាស៊ីនៃសហភាពអឺរ៉ុប EU និង AIF ខ្សែទី5ឈ្មោះផ្លូវភ្នៅផ្ទះព្រីងជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ2ជាន់ DBST និងក្រាលបេតុងមានប្រវែងសរុប 12.26 គីឡូម៉ែត្រទទឹងតួផ្លូវ6ម៉ែត្រតភ្ជាប់ទៅកាន់ភូមិក្រពើរោឃុំស្នាមព្រះស្រុកបាកានទៅកាន់ភូមិដំរីសឃុំកោះជុំស្រុកកណ្ដៀងដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន394 គ្រួសារស្មើនឹង 1491 នាក់និងអ្នកទទួលផលដោយប្រយោលមានចំនួន 4327 គ្រួសារស្មើនឹង 18769 នាក់ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់ឡើងនៅក្នុងខែឧសភាឆ្នាំ2025
មកដល់បច្ចុប្បន្ននេះសម្រាប់បានលទ្ធផល46កណ្ដកសញ្ញា 2% ក្រុងនឹងបញ្ចប់នៅខែវិច្ឆិកាឆ្នាំ2026 ខ្សែទី6ឈ្មោះផ្លូវអូស្ដៅវត្តវាលជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ2ជាន់ DBST និងក្រាលបេតុងមានប្រវែងសរុប 4.99 គីឡូម៉ែត្រទទឹងផ្លូវ6ម៉ែត្រតភ្ជាប់ពីភូមិអូស្ដៅឃុំស្វាយអាត់ស្រុកពោធិ៍សាត់ទៅកាន់ភូមិផ្សារលើឃុំលលោកសស្រុកពោធិ៍សាត់ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន382គ្រួសារស្មើនឹង1523នាក់និងអ្នកទទួលផលដោយប្រយោលមានចំនួន2258គ្រួសារស្មើនឹង9835នាក់ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់នៅក្នុងខែឧសភាឆ្នាំ2025សម្រាប់វឌ្ឍនភាពបាន35កណ្ដកសញ្ញា 63%ខ្សែផ្លូវទី5និងទី6នេះស្ថិតនៅក្នុងក្របខ័ណ្ឌគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជានិងអាស៊ីអាគ្នេយ៍ជំហាន2នៃក្រសួងអភិវឌ្ឍជនបទដោយទទួលបាននូវឥណទានសហប្រតិបត្តិការពីធនាគារពិភពលោកដែលហៅកាត់ថា WB សូមជម្រាបជូនផងដែរថានៅក្នុងឱកាសនៃការពិនិត្យការដ្ឋានសាងសង់ផ្លូវទាំង6ខ្សែខាងលើឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់ទីប្រឹក្សាបច្ចេកទេសនិងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ឲ្យពន្លឿនការងារសាងសង់ឲ្យបានលឿនស្របទៅតាមកិច្ចសន្យាការងារនិងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដើម្បីឲ្យផ្លូវមានគុណភាពល្អអាចបម្រើផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានយូរអង្វែង។